miền bom bông là còn lực là hàng ngày mà phơi bầm bấy đi thay cái năng ba ca vì và ha rồi còn ngày bầm bấy ngày ấy chăng chẳng ai xôm mà bom bông cùng toàn chưa vậy để bỏ miền biềm biềm bên dịp lâu cả đôi khi khơi mà dạ đấy khơi bom bông dương để trên nẹt thợ mầm ô nẹt để rục lui làm mầm ô nẹt để bỏ miền mình chỉ bảo lo cứ còn vô bờ xa rồi bỏ sầm đai đi chỗ cao pi năm sừng cream lơ tí mộ sừng cream lơ tí môi pi pon bầm bay đào pi pon đọc môi trong đó abasit pi chai chi vá nắng cứ vô máu sai tha sầm đai đi chỗ nó tranh xà anh ấy chưa ca khâu khô muối nè chẳng số mấy bom ôn dưới người ta tiêm tốt bỏ miền ở bàn miền tên môn đường dân thôi gì react từ lứa bỏ miền nam môi và xa bỏ thằng đặc nom rồi có bỏ miền nam môi để dân mình sẽ bỏ lo việc thôi ở dưới cái hai tha thôi ai bị chia vào prom đáy miền ca chui chụp ball anh ấy sầm rạpแต่เข้มนี่สำหรับแต่แฟน SBT ที่สำหรับแต่ปนปริมิตแต่ระบบ SBT ที่แต่ก่อนช่วยจัดตามด้านวิดีโอระบบขยมจังบางปนตรึสกอร์จัดสกอร์ทลามระบบ SBT เลยมีในท่ากรมการเงินระบบขยมระยะเป็นผมมวยแค่นี้คือจำดอกกำลังเมาแค่ไปตีมันใจต่างอ๋อเตียงเนี่ยบางล้านเตียงกรมการเงินคือไปจำการอุปรมได้ต่างอ๋อแต่มาดองจังบางมีสถานการณ์ấy cứ ôngกับพี่ระบบยังขยมนี่คือยังจ่อตัดดาวโคตรดาวให้บางคนตัดดังท่าเจนพิเตียขยมบาทนี่ปีตีสถานการณ์ SBT นักแข่งไปตีมันใจนี้ขยมตัดดาวแข่งตัดดอยมันใจแต่90 กิโลเต90 กิโลเตจังยังขี้ยังการมาเมาเยอะเตให้สถานการณ์ปีนี้ปีเตียขยมตัดดาวจอมสังน้ำตัดดาวจอมซ้ำแต่ปี194 กิโลเตยังขี้ยังการใบเมาเตให้บอสันจะปริจันบอสันจะปริจันภูมิปริจันจุกใจบังตะกุนปีเตียขยมตัวนี้ขี้ยังการยูบ่มพอดไซส์สับในตีเตchẳng số mọi bom ôn dương pe khla bom ôn dương mình chưa po đồ miên cứ bom ôn từ tiêm tốt và tiêm tốt po đồ miên thì pro tha thom đaនៅក្នុងសង្គមប្រព័ន្ធ Facebook IT បាទបើសិនជាបងប្អូនយើងមិនព្យាយាមរក page ណាឬអង្គភាពសារព័ត៌មានណាមួយដែលជាទុកចិត្តរបស់បងប្អូនទេគឺបងប្អូនពិបាកហើយនឹងជួយច្បល់បាទនឹងជួយច្បល់ជាក់ជាមិនខានហើយក៏អរគុណណាស់ដែលបងប្អូនតាមដានការ live ផ្ទាល់របស់ខ្ញុំបាទអញ្ចឹងបងប្អូនតាមដានព័ត៌មានព្រំដែនពីព្រោះពេលខ្លះមានបងប្អូនខ្លះគាត់អ្នក react គាត់មិនមានអាជីពច្បាស់លាស់ទេអ្នកខ្លះគាត់ MMO តែគាត់មិនសូវស៊ីជម្រៅទេអញ្ចឹងពេលខ្លះគាត់ទទួលព័ត៌មានទៀងផ្ទាត់ព័ត៌មានអ្នកខ្លះអត់ដឹងតែព័ត៌មានខ្លះចាស់ព័ត៌មានខ្លះថ្មីទេបាទអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំនៅទីនេះđểបងប្អូនឃើញហើយបើមានព័ត៌មានអីយើងផ្សាយតែតាក់ទងទៅនឹងបងប្អូនជនភៀសសឹកដែលគាត់រត់ទាំងជប់ហ្នឹងយើងដឹងបាត់ហើយថាស្ថានភាពវាយ៉ាងម៉េចប៉ុន្តែមកទល់នឹងម៉ោងនេះវាអត់មានស្ថានភាពអីប្រែប្រួលទេតាមកវត្តព្រំដែនបាទអញ្ចឹងបងប្អូនដែលតាមដាន SBT នេះបាទបងប្អូនខ្លះគាត់តាមដានខ្ញុំរយៈពេល6 ខែនេះទេសង្គ្រាមនៅពេលដែលបងប្អូនលុកគេហៅថាលុកដោនព្រំដែនបិទខ្ទប់ព្រំដែនហ្នឹងបាទគឺចាប់ពីខែ6 ខែ 7ហ្នឹងទេអញ្ចឹងបងប្អូនគាត់ដឹងហើយតាំងពីពលកររបស់យើងដែលត្រូវបានគេរើសអើងហើយត្រូវបានគាត់សម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាយើងវិញដើម្បីស្វែងរកការងារធ្វើគឺជាង1 លាននាក់បាទអញ្ចឹងខ្ញុំចុះយកព័ត៌មានតាមកវត្តព្រំដែននឹងជាហូហែរាល់ដងហ្នឹងបងប្អូនបានឃើញពីសកម្មភាពបាទអាហ្នឹងសូមឲ្យបងប្អូនពេលខ្លះយើងពិចារណាខ្លួនឯងទៅអញ្ចឹងបានថាខ្លះគុណតម្លៃអ្នកព័ត៌មានគឺយើងត្រូវផ្ដល់ព័ត៌មានផ្ទៀងផ្ទាត់គ្រប់ជ្រុងជ្រោយច្បាស់លាស់ជូនបងប្អូនយើងអញ្ចឹងបានយើងសួរថាហេតុអីបានអង្គភាពសារព័ត៌មានមួយនៅតែមានប្រជាពលរដ្ឋជឿជាក់បាទនៅតែមានប្រជាពលរដ្ឋជឿជាក់គឺយើងទម្លាប់
និយាយអ្វីជាការពិតបាទកាលណាយើងទម្លាប់និយាយអ្វីជាការពិតដូចជាខ្ញុំអង្គុយទីនេះចឹងបើខ្ញុំគិតថាខ្ញុំអង្គុយទីនេះខ្ញុំអង្គុយក្បែរទីស្នាក់ការរបស់ខ្ញុំបាទមានន័យថាផ្ទះខ្ញុំនៅខាងនោះអញ្ចឹងខ្ញុំមកកន្លែងដីឡូនេះវាជាប់ផ្ទះខ្ញុំប្រហែលជាខ្ទង់4ម៉ែត្រ5ម៉ែត្រទេអញ្ចឹងខ្ញុំឲ្យក្រុមការងាររបស់ខ្ញុំគឺគាត់អាំងត្រីអាំងអីទិញត្រីស្រែគេបូមមកបាន4-10គីឡូទៅយើងអង្គុយអាំងលេងអង្គុយហូបបាយហូបអីលេងទៅហើយយើងក៏ស្ដាប់ស្ថានភាពមើលដែរបើមានព័ត៌មានអីគឺខ្ញុំនឹងចុះទៅយកព័ត៌មានជូនបងប្អូនហើយអាហ្នឹងនិយាយដល់ស្មោះត្រង់ណាហើយអង្គភាពយើងខ្ញុំអត់មានតបានទៅសុំលុយបងប្អូនចាក់មកសុទ្ធចាក់សាំងអីទេឲ្យក៏យកទៅមកឲ្យក៏អត់ទៅបាទគាត់ថាខ្ញុំវាមាន sponsor មានអីប៉ុណ្ណឹងទេអត់អីទេគាត់ថានេះបងប្អូនមិនមែនខ្ញុំអ្វីខ្ញុំធ្វើការពេញចិត្តបម្រើព័ត៌មានជូនបងប្អូនហើយស្រុកខ្មែរបើខ្ញុំផ្សាយព័ត៌មានមិនច្បាស់ហើយមិនពិតប្រាកដហើយបងប្អូនមិនបាច់ទៅមើល page ណាទេស្រុកខ្មែរមិនបាច់ទៅមើលទេខ្ញុំនេះហើយអ្នកលូនក្រាបបាទលូនក្រាបមានន័យថាខ្ញុំនៅពេលណាដែលឧទាហរណ៍កន្លែងខ្លះគេហាមឃាត់អត់ឲ្យខ្ញុំចូលទេតែខ្ញុំត្រូវតែចូលជួបជនភាសឹកកាលណាយើងដឹងព័ត៌មានយើងដឹងពីបងប្អូនជនភាសឹកកាលណាតែមានបញ្ហាកើតឡើងព្រំដែនគឺជនភាសឹកគឺគាត់ចាប់ដើមរត់គាត់ចាប់ដើមភាសឹករត់ទីទួលសុវត្ថិភាពអញ្ចឹងយើងជួបពួកគាត់សភាពួកគាត់យើងដឹងហើយបាទអញ្ចឹងខ្ញុំមានបទពិសោធន៍ក្នុងការយកព័ត៌មានហ្នឹងដែរខ្ញុំយល់អំពីបញ្ហាហ្នឹងគឺពេលខ្លះយើងស្ថានភាពវាមានអីទេបាទហើយអញ្ចឹងបានចង់ឲ្យបងប្អូននឹងផ្ទៀងផ្ទាត់ព័ត៌មានកុំសូវជឿគេបាទកុំសូវជឿគេជឿអីយើងពេលខ្លះចង្ការកំហុសមកពីខ្លួនឯងដែរយើងចូលចិត្តជឿគេអាគេនិយាយពិតផ្សាយពិតនេះអត់ជឿទេតែជឿអាគេបោកប្រាស់ភូតកុហកហ្នឹងចូលចិត្តបាទហើយបងប្អូនសួរមើលតែខ្ញុំនៅព្រំដែន6ខែនេះបាទខ្ញុំនៅព្រំដែន6ខែនេះអញ្ចឹងខ្ញុំស្ដាប់ស្ថានភាពហ្នឹងហើយវាអត់មានអីប្រែប្រួលទេបាទហ្នឹងហើយអត់មានអីប្រែប្រួលទេស្ថានភាពសម្រាប់ថ្ងៃទី26ថ្ងៃច័ន្ទនេះអត់មានអីប្រែប្រួលទេបាទអត់មានអីទេបងប្អូនត្រូវយល់ថាបើសិនជាមានជនភាសឹកតែមកគ្រួសារក៏ខ្ញុំចោះទៅសភាដែរគឺអត់មានបាទបើមានខ្ញុំចោះទៅហើយពីព្រោះខ្ញុំធ្វើការជាមួយបងប្អូនជនភាសឹករាប់ពាន់រាប់ម៉ឺនគ្រួសារហើយដែលខ្ញុំចែកស្បៀងពួកគាត់បងប្អូនគិតមើលគាត់ថាកាប់ជ្រូកមួយថ្ងៃមួយខែ30ហើយបងប្អូនគិតថ្ងៃខ្លះ2 6ខែហ្នឹងគិតមើល3 4ខែខ្ញុំកាត់ហើយមកចូលចង់200ជ្រូកអត់150ជ្រូកទៅ200ជ្រូកអត់បាទហ្នឹងគិតតែជ្រូកទៅនៅបន្លែដល់ទៀតអញ្ចឹងខ្ញុំធ្វើការជាមួយអាជ្ញាធរដែនដីដូចជានៅខេត្តសៀមរាបព្រះវិហារឧត្តរមានជ័យប្រទាយមានជ័យព្រៃច័ន្ទបឹងតគួនគឺបាទគឺយើងសហការនេះបានល្អហើយបងប្អូនត្រូវយល់ថាសានមន្ទឿនអត់ចេះផ្សាយព័ត៌មានត្រូពងទេណាបាទខ្ញុំកម្រចឹងបានបងប្អូនត្រូវយល់ណាសានមន្ទឿនកម្របាទកម្រផ្សាយព័ត៌មានលើកជើងហើយខ្ញុំកម្រតសើមន្ត្រីណាមនុស្សខ្ញុំបងប្អូនចាំសាមើលសង្កេតខ្ញុំកម្រតសើមន្ត្រីបាទខ្ញុំកម្រតសើណាមនុស្សខ្ញុំព្រោះមនុស្សខ្ញុំខួរក្បាលនឹងអាដាមកទេរបស់ខ្ញុំធ្វើអីត្រូវតែការពិតនិយមជាតិនិយមហើយស្មោះត្រង់និយមហើយយុត្តិធម៌អត់មានអីចឹងបាទខ្ញុំមនុស្សមិនចេះអែបអបគេទេបងប្អូនត្រូវយល់បងប្អូនត្រូវយល់ត្រូវដឹងតាមដានសង្កេតតចរិតរបស់ខ្ញុំហើយខ្ញុំអារឿងត្រូគេមួយនេះហើយនិយាយអែបស៊ីអបក៏ខ្ញុំអត់ចូលចិត្តដែរបាទអានឹងនិយាយស៊ីនហ្មងបើខ្ញុំចេះត្រូគេមិនមែនខ្ញុំនៅធ្វើសារព័ត៌មានទេខ្ញុំធ្វើសារព័ត៌មានទេថាខ្ញុំស្អប់អំពើអយុត្តិធម៌អមានអំណាចជិះជាន់អ្នកក្រហើយរឿងអយុត្តិធម៌កើតឡើងនៅក្នុងសង្គមរឿងសទៅជាខ្មៅរឿងខ្មៅទៅជាសបានខ្ញុំក្រាញអានេះឬធ្វើអ្នកកសែតហ្នឹងបាទដោយសារតែបងប្អូនមានការគ្រប់គ្រងទុកចិត្ត SBT តម្លៃគុណតម្លៃធំធេងដែលបងប្អូនទុកចិត្តមើលអង្គភាពមួយវាមិនមែនស្រួលទេតែយើងស្មោះត្រង់ណា
men số đấy dừng men số đấy hay cho nó nhóm mong bon sket đó nhóm sư sau mấy tập dễ trắng cao trong đâu phắc đó cũng rõ phắc mũi cái mong bon đăng cho nó nhóm cũng rõ tụi cuối phắc chỉ môi nè miền nằm nai bên Etipol môi nè ọc ngao nhưng cũng rõ tụi cuối phắc cho mũi nhóm sư cho nó nhóm tập vẫn cho trận cùi về Israel cùi mơ cô mơ của bay mới nó cho chật bà nó dễ xin mà vậy smart trang mà một bộ riêng mơ giống đó này cho người ta nè class cho smart trong khó nè class mơ san một thứ không chớ đó thì cần ta san một thứ đó mà nữa nghề sưu hao tư anh đang là nhóm cho chất ăn tây sai cho chất cùi là việc thom mà chết khi mà cho chất cùi sẽ đập lên ấy mau phật u o đúng cái cái dòng sơ cho chất này cho chất bồm tây bồm bia cùi việc sai mơ phiệp mơ sạt ha mơ ấy bà anh đang dễ xin mà anh giống dễ smart quá chưa có này này cái cùi phật tài mà cái siêu vì cái siêu lên ăn tây sai thà bom bồn trăm tục từ tầm miền Bắc nhà hai cứ nhom tờ lại bộ miền ai hai prum đá nó bom bồn tục chất SBT từ tục chất mà rồi á SBT cứ smart strong mùi mà hai chốn này và hay SBT và cứ vừa cá ở miền trong ban là sao nó trong ban cái lực chưa lực ấy ở đây phải chia chun mà nó khô cái ao tầm lấy không ơi sầm khán cứ trong smart strong chỉ mùi hai chun smart strong chỉ mùi prey mất smart strong chỉ mùi bong bồn dương vừa cục cron sầm rạp không ơi mà hai chun ao tầm lấy không nó cứ cục cron này mà ao bắn từ xa mà ao ấy ao tầm chia vào đó là nhâm đạn ao nam mình nhâm bao nhâm sờ bài cho đây thấy đất vùng đất nữa vùng ấy cắt lên ông này chơi chặt ran thông đúng không chặt ran nó ăn mà đây à thế vùng điệp trong đất tây hay một tây liền ở xa là cậu này còn mọi thùng mới nhọt lật tao lật ấy hoa nè cúi rồi thằng ấy ơi từ xa một thương tầm tao bé đôn bị chi chôn man bán đây tao bé đôn mà hai chôn man bán đây mày tao bé đôn ôi khi mình chơi trâu cái đấy à mình tây khô cho từ xe lo nhưng mà từ xe đấy ba thường san một thương muối đâu à riêng mình tây khô cho mình tây poco lúa cho một từ xe kia cắt ấy từ xa ấy nhưng mà đấy à nó ba